ជំរាបសួរបងប្អូនម្ចាស់ចំការចន្ទទីទាំងអស់គ្នាថ្ងៃនេះខ្ញុំលើកប្រធានបទនិយាយអំពីជំរុះមិនអោយចន្ទទីគាំងនៅពេលដែលកំពុងតែមានមេឃភ្លៀងបាទអញ្ចឹងកន្លឹះទាំងអស់នេះគឺខ្ញុំនឹងជាជំរាបជូនបងប្អូនទាំងអស់គ្នាអំពីថាធ្វើយ៉ាងម៉េចកុំអោយចន្ទទីយើងនឹងគាំងមិនចេញត្រួយបាទជំរុះកំពុងតែជំរុះហើយត្រូវភ្លៀងបាទនេះគឺជាចំណុចពិសេសសម្រាប់ចែកជូនដល់បងប្អូនទាំងអស់គ្នាបាទហើយសម្រាប់បងប្អូនទាំងអស់គ្នាដែលគាត់ជំរុះនៅឆ្នាំថ្មីនេះគឺយើងខ្ញុំនឹងបកស្រាយជូនបងប្អូនហើយបងប្អូនអាចមានចម្ងល់អាច comment ហើយមុននឹងចូលដល់ការបកស្រាយទាំងអស់នេះសូមបងប្អូនដែលគាត់ចង់បានបច្ចេកទេសពាក់ព័ន្ធទៅនឹងដំណាំចន្ទីវគ្គជំរុះឬវគ្គជំរុញបាទឬក៏វគ្គពៅបំពន់ណាមួយវគ្គកាំងក្តឹបណាមួយអាចប្រឹក្សាយោបល់តាក់ទងតាម Telegram ឬទិញថ្នាំពីខ្ញុំតាម Telegram តាមរយៈលេខ Telegram 097 624 25 15 ឬ Smart Call មកលេខ069 24 25 11 អញ្ចឹងនៅក្នុងវីដេអូនេះគឺខ្ញុំចែករំលែកលម្អិតទៅពាក់ព័ន្ធទៅនឹងជំរុះនៅពេលរដូវភ្លៀងបាទអញ្ចឹងបងប្អូនមួយចំនួនគឺគាត់ចាប់ផ្ដើមជំរុះហើយបាទនៅពេលដែលរដូវភ្លៀងនេះហើយបងប្អូនមួយចំនួនទៀតគាត់កំពុងតែមិនទាន់ជំរុះទេបាទអញ្ចឹងមេឃកំពុងតែភ្លៀងហើយយើងជំរុះហើយត្រូវភ្លៀងធ្វើបែបណាកុំឲ្យវាគាំងមែនទេបងប្អូនបាទអញ្ចឹងប្រភេទថ្នាំគឺខ្ញុំនឹងរៀបរាប់ចែកជូនដល់បងប្អូនទាំងអស់គ្នាបាទហើយបងប្អូនទាំងអស់គ្នាធ្លាប់ដឹងហើយធ្លាប់ទទួលបានបទពិសោធន៍ហើយមែនទេឬក៏ខ្ញុំបានចែករំលែកហើយមែនទេបាទពាក់ព័ន្ធទៅនឹងកត្តាសុខភាពដងដើមចន្ទីអញ្ចឹងចំណុចសំខាន់ឬគោលដៅសំខាន់ដែលបងប្អូនត្រូវធ្វើទៅលើវានោះគឺមានដូចជាទី1បងប្អូនត្រូវដឹងអំពីទី1សុខភាពដើមក្នុងវីដេអូគឺខ្ញុំបានចែករំលែកជូនបងប្អូនហើយមែនទេបាទពាក់ព័ន្ធទៅនឹងសុខភាពដើមបាទវីដេអូមុនបាទអញ្ចឹងបងប្អូនអាចពាក់ព័ន្ធទៅអញ្ចឹងវគ្គជំរុះនៅពេលគាំងកុំឲ្យយើងទាំងអស់គ្នាហ្នឹងបាទនៅរដូវភ្លៀងគាំងទី1បាទបងប្អូនត្រូវមើលពាក់ព័ន្ធនឹងអាកាសធាតុក៏ខ្ញុំបាននិយាយហើយដែរបាទអញ្ចឹងគឺបងប្អូនត្រូវមើលវគ្គជំរុះបងប្អូនមួយទៀតសំខាន់គឺផ្ដោតទៅលើថ្នាំប្រភេទថ្នាំទាំងអស់មានច្រើនណាស់បងប្អូនក្រុមហ៊ុនខ្លះក្រុមហ៊ុនផ្សេងគឺមានប្រកួតប្រជែងនៃតម្លៃបើលើទីផ្សារមានតម្លៃធូរតម្លៃថ្លៃបាទបងប្អូនត្រូវថាអ្វីក៏ដោយរៀងថ្លៃបន្តិចតែវាមានគុណភាពហើយសាច់ជីបងប្អូនក៏អាចស្រួលមើលដែរបាទសាច់ជីប្រភេទសាច់ជីតម្លៃរៀងធូររៀងថ្លៃគឺក្របវាលម្អិតឬក៏ក្របវាបែងចែកគ្នាដាច់ចំពោះថៃអូរីនិង13046បាទចំពោះបងប្អូនអាចដឹងហើយមែនទេគឺវាក្របវាចែកគ្នាអញ្ចឹងចំពោះបងប្អូនដែលគាត់ចង់បានចំណេះជំនាញអញ្ចឹងបងប្អូនត្រូវមើលបងប្អូនមួយចំនួនភាគច្រើនគឺគាត់ជំរុះអត់លាយ13046ទេបាទអត់លាយ13046ទេហើយគាត់ជំរុះដោយប្រើថៃអូសុតបាទបងប្អូនខ្លះគាត់លាយប្រើ13046លាយបាទអញ្ចឹងខ្ញុំនឹងតិចទៀតខ្ញុំនឹងវិញែកថាហេតុអីចាំបាច់ត្រូវលាយឬហេតុអីមិនចាំបាច់ត្រូវលាយបាទពាក់ព័ន្ធទៅនឹងកត្តាជំរុះនេះវាមានកត្តាជាច្រើនសម្រាប់បងប្អូនត្រូវយល់បាទឧទាហរណ៍បងប្អូនកំពុងបាញ់នៅកំឡុងខែ9ឬខែ10កំពុងតែរងសម្ពាធនៃមានភ្លៀងបាទអញ្ចឹងបងប្អូនមួយចំនួនក៏គាត់ត្រូវដឹងដែរមែនទេបាទទី1បាទសូមបងប្អូនកុំប្រើថៃអូសុតអីគួរតែលាយបាទទី2បងប្អូនប្រើជំរុះដំបងត្រូវលាយជាមួយនឹងប្រេងជ្រាបបាទលាយជាមួយប្រេងជ្រាបដើម្បីឲ្យប្រេងជ្រាបបានលឿនយ៉ាងណាក៏វាមានប្រសិទ្ធភាពដែរហើយចំពោះថ្នាំជំរុះបើបងប្អូនទុកចិត្តទៅលើក្រុមហ៊ុនណាមួយឬក្រុមហ៊ុនណាមួយដែលបងប្អូនជឿទុកចិត្តថាអាចជំរុះបានឬក៏អាចតាក់ទងមកតាម
ខ្ញុំផ្ទាល់គឺខ្ញុំក៏មានលក់ដែរគឺថ្នាំប្រភេទជំរុះរបស់ខ្ញុំគឺពាក់ព័ន្ធទៅនឹងគុណភាពខ្ញុំយកតែគុណភាពទេបាទតែបើតម្លៃលើទីផ្សារលៀងគ្នាបន្តិចបាទពាក់ព័ន្ធទៅនឹងគុណភាពហើយគុណភាពនោះគឺខ្ញុំមានទាំងរបស់ក្រុមហ៊ុនខ្មែរនាំចូលពីវៀតណាមក៏គុណភាពល្អហើយតម្លៃសមរម្យជាងរបស់ចិនបាទអាហ្នឹងចំណុចមួយបាទចំណុចមួយទៀតសម្រាប់ក្រុមហ៊ុនមួយចំនួនដែលបងប្អូនទុកចិត្តបាទឬក៏បងប្អូនប្រើហើយអាចទទួលបានផលល្អបងប្អូនអាចប្រើបានពីព្រោះអីថៃអូរីវាមានក្រុមហ៊ុនមួយចំនួនពេញលេខក្រុមហ៊ុនមួយចំនួនមិនពេញលេខបាទមិនពេញលេខដែលបងប្អូននិយមហៅថាតម្លៃធូរហើយបាញ់ទៅក្រហមដូចគេបាទប៉ុន្តែលទ្ធផលពីព្រោះគេតម្លៃថ្លៃគេនិយាយពីគុណភាពគេមានអីលាយចូលនៅក្នុងនឹងបន្ទាប់បន្សំដែលយើងមិនអាចដឹងព្រោះមានតែរោងចក្រដែលវិចខ្ចប់ទេបែរគេដឹងបាទអាហ្នឹងពាក់ព័ន្ធនឹងក្រុមហ៊ុនគេល្បីអីអាហ្នឹងគឺគេយករបស់ល្អមកហើយបាទហើយពាក់ព័ន្ធនឹងមួយទៀតប្រភេទថ្នាំជំរុះយើងត្រូវប្រើចំពោះថៃអូរី13046លាយជាមួយនឹងថៃអូរីជានិច្ចឧទាហរណ៍បងប្អូនកំពុងតែជំរុះនៅរដូវភ្លៀងនេះបងប្អូនគួរតែប្រើថៃអូរីចំនួន7គីឡូបាទ6ឬ7គីឡូទៅតាមអាយុនៃចន្ទីរបស់បងប្អូនបាទពី8ឆ្នាំឬ7ឆ្នាំឡើងទៅបាទចម្លោះប៉ុណ្ណឹងបាទឬក៏បងប្អូនគិតថាសុខភាពចន្ទីរបស់បងប្អូនល្អមានកម្លាំងដាក់ជីរហូតរាល់ឆ្នាំអញ្ចឹងបងប្អូនអាចដាក់ថៃអូរីបាទ4ឬ5គីឡូបូកជាមួយ13046 6គីឡូអត់ណាក៏បាន4គីឡូដែរហើយបងប្អូនបូកប្រេងជ្រាបបាទប្រេងជ្រាប2ដប1000លីត្រឬ1ដប1000លីត្របាទអញ្ចឹងបញ្ជាក់ជូនបងប្អូនមួយសារទៀតសម្រាប់បងប្អូនដែលអាយុ7ឆ្នាំឡើងអាចលាយ6គីឡូឬ7គីឡូបាទហើយបូកជាមួយ13046ទៅបូកប្រេងជ្រាបបាទក្នុងទឹក1000លីត្របាទ13046បងប្អូនដាក់4គីឡូក៏បាន6គីឡូក៏បានបាទហើយចំពោះបងប្អូនអាយុ9ឆ្នាំ10ឆ្នាំឡើងបើបងប្អូនប្រកែបាញ់ជោគល្អបងប្អូនអាចប្រើត្រឹម7គីឡូឬ6គីឡូក្រុមហ៊ុនល្អក៏ជ្រក់ដែរ6គីឡូបាទលាយដូចខ្ញុំនិយាយទៅជើងទី1 5ថ្ងៃក្រោយបងប្អូនមើលសភាពក្រហមប៉ុណ្ណាមិនក្រហមប៉ុណ្ណាឬកំពុងតែមេឃភ្លៀងជោគជាំបងប្អូនកំបាញ់នៅពេលដែលភ្លៀងដែលអាចយើងបាញ់បានកុំឲ្យវាអាវបាទចន្លោះមួយអាទិត្យឬយ៉ាងយូរមួយអាទិត្យបងប្អូនបញ្ចូលមួយសារទៀតបាទបើថាមេឃដែលបងប្អូនប្រើរូបមន្តនេះនៅពេលមេឃដាច់ទឹកភ្លៀងហើយក្នុងខែចុងខែ10ឬដើមខែ11អីបាទបងប្អូនបាទឬចន្លោះក្នុងខែ10អីហ្នឹងបងប្អូនបាញ់បញ្ចូលវាឲ្យបានមុន5ថ្ងៃបាទបាញ់ហើយ5ថ្ងៃក្រោយឬមួយអាទិត្យបងប្អូនដាក់មួយជើងទៀតតែបរិមាណថៃអូយើងមើលទៅតាមស្លឹកបើស្លឹកយើងចាស់ឬទុំក្រហមល្មម50 60 70% 80% ដែលបងប្អូនចង់បានហើយបងប្អូនថយថៃអូពី6គីឡូមកនៅសល់3គីឡូឬក៏2គីឡូមកបាទហើយបងប្អូនតឡើង13046វិញបាទអញ្ចឹងបងប្អូនតឡើង13046ឲ្យបាន6គីឡូបាទ6គីឡូមកបាទឬបងប្អូនដែលគាត់មានអាយុចន្ទីអាយុចន្ទីដែល10ឆ្នាំឬ10ឆ្នាំឡើងបងប្អូនដាក់ដូចរូបមន្តមិញណាតែនេះខ្ញុំនិយាយជើងទី2ឯងជើងទី2បងប្អូនអាចដាក់ត្រឹម2គីឡូ13046 6គីឡូបូក33 11 ចំនួន2គីឡូទៅបាទហើយបូកប្រេងជ្រាបក្នុងទឹក1000លីត្របងប្អូនបាញ់បញ្ចូលវាដើម្បីឲ្យហើបមុខបាទបាញ់ឲ្យហើបចូលមុខហើយក្រោយជើងទី2 10ថ្ងៃក្រោយបងប្អូនត្រូវតាមដានមើលវាបាទតាមដានមើលវាតើទាញត្រួយមើលវាតើចន្ទីបងប្អូនមានប្រេះមាត់ចាបឬអីមាត់ឆាបនៅបាទបើករណីនៅបងប្អូនត្រូវបញ្ចូល13046 6គីឡូបាទបូកបាទឬក៏មានប្រេះមួយចំនួនហើយបងប្អូនត្រូវដាក់13046ចំនួន6គីឡូមកបាទបូក33 11 ចំនួន2គីឡូទៀតបាទហើយបងប្អូនប្រើអាតូនិកបញ្ចូល
pra tôn nick pechol tới bà hai bàn hai bờ viên nơi keng tiết ở dụ để chặt trơn anh nắng complete pechol năm chừng ngừ chun từ việt phòng bà anh nắng chùm nách chương tỷ pi chùm pua chương tỷ pi bảo miền hai pre muộn chạp hai bong ôn bạch trăm pechol đập sam bay đập mùi trôi thế bong ôn nặng đập bay xôn xe vào mũi chùm nuôn vào mũi cả lỗ bột đập học đập buôn cả lỗ chùm mũi tôn nick bà rư cầm hôn khác kìa đã tôn nick thế bà đặt một xí bong ôn đặt pechol bập bà mau mày bà lướt lên tại chipper còn đặt lại trùi bà anh nắng chùm nách pizza này ca ở chùm rú nơi rồi đợi liền bà chẳng còi mau tiết chùm nách để nhom dậy bộ còi bình tĩnh chùm pua bong ôn này có đấy thấy đặt pi trường ấy bà bờ bong ôn đánh banh mặt trường ấy chăm mà phay rư mà phay mùi ngay bà đừng nắm bong ôn sọc cái phim ló ai đòn đam sọc cái phim ló ai phèm đọc ngay bong ôn chập đam khơi như pre một cha về bờ bong ôn mùi chùm nuôn banh tầm mặt trường tại bờ bong ôn mùi chùm nuôn banh pi trường bà ai thầm miên sọc cái phim ló ai thầm đọc ngay khỏi những còi chương tivi đọc ngay chập đam pre một cha khơi nhỉ tại bờ sọc cái phim sao ló ai vậy phải đo mà phay mùi ngay khơi chả sài này nắng kia rụp vào môn này nhom bàn như vậy tầng nằng trắng nhom trong lược về thiên là bọn này dây tha hạt ấy dương cu lia thầy ô ría hạt ấy mình cu lia thầy ô đập bay xôn xai vào muối hạt ấy chậm bạch lia đập bay xôn xai vào muối hay muối tiết hạt ấy bà mình chậm bạch đập bay xôn xai vào muối bà đôi nhom tay này như vậy trắng chấm pu thầy ô ría cứ đâm bánh từ bà bằng cái stress ở đầm nắm rư trong sực đại ọt bàn cá ở vị tru bọc ổn ở vị tru tai đọc bay xôn xai vào mũi cứ sầm rạp ở đầm nắm ti muối chui chắp pre một chạp ti pí chui ở chắp dù mà mát ở chắp pre một chắp hạo một trùi bà dân chấm nốt ní bạn nhom chọn lại bong ôn chui lì hay mũi vinh tiệt sầm rạp bong ôn trùi na đây chả là móm cô vi chui ở chập trên túi bà tí pí chui oi slug mà chùm nuôn đai cầm máy nó của chui bật tung đôi đập bay xôn xai vào mũi đai phải vì miên cả lý pua vì chui bật tung chừng rồi có chui bần nhẹ chập chu ở chập tung lươn á về phụ ấy vì miên cả lý pua bà miên cả lý pua có đôi kia đai vì pua đập pua thay ô ría cứ vì miền sụt bù đại chẳng á bà chẳng vì miền lòng xóm và kẹt và còn kia anh ấy chấm pu đại khi nhom đầm râu hái đầm râu vậy mà mắt cứ đầm râu ở bông ôn liề chấm pu bông ôn mình liề cứ vì miền pol là thời đầm nằm nó stress kẹng khăng ngược bụng mùi thấy bông ôn chả nam bông ôn này bánh sọt đại bánh sọt cứ thưa ơi mê tôi không ngọt cháo nữa mày đấy nó bông ôn mùi chùm nướng quạt dul quạt đăng cô nãy nhầy bà hãy thưa ấy đầm nằm ông stress hon ha chứ bà bầm bạc cầm lăng này đầm nằm nó hai đại dương mình liề và hai đại dương liề cứ vì lọ chiềng chân chùm nạnh đi ban nhom trong này nó mà bông ôn liề tới lọ chiềng chân dương nhom trong chọp mình nó xôm ọt quần